chỉ riêng rồiឆ្នាំគឺយើងធ្វើកែកុនលាបថ្នាំអញ្ចឹងទៅឲ្យធ្វើជើងចែវនឹងចែវនឹងលាបថ្នាំនឹងមួយឆ្នាំលាបម្ដងដើម្បីថែរក្សាសម្អាតទូកនឹងឲ្យមានភ្លឺរលោងហើយនឹងផ្សេងអសរថែមអញ្ចឹងទៅកាត់ក្បាច់ទូកនេះបើតាមនៅក្នុងឯកសាររបស់លោកគ្រូឡុងនំហ្នឹងគឺគាត់សរសេរដើមជើងចាបក្រោយមកឬសូពាក្យតគ្នាคล้ายទៅជាដើមពូគីវិញបាទតែទៅរបបតែឲ្យទាំងពីរបណ្ដោយទៅទៀតណាដាក់តែនេះតការនោះឯងប្រជាអធិការពលាមមង្គលសិដ្ឋាជ័យបានចាប់ផ្ដើមកសាងទូកនឹងដោយកសាងហើយក៏នាំកូនសិស្សទៅបិណ្ឌបាតនៅទីក្រុងព្រះនគរក្រុងព្រះនគរយើងហៅសត្វថាសៀមរាបហ្នឹងណាមកដល់ទូកនឹងទៅគឺលឿនណាស់លឿនយកតែមែនទេហ្នឹងគ្រាន់តែដល់អ្នកខ្លះនោះក៏ទាំងស្រីទាំងប្រុសហ្នឹងមានការចាប់អារម្មណ៍ដាក់បាតដូចបាតពេញអស់ហ្នឹងលោកអមមកវិញមកដល់វត្តហើយនៅតន់ចង្ហាន់ពីថ្ងៃត្រង់ទៀតបាយគាត់បើកមកឡើងបាយនឹងហុយគួចទៅលើជាប្រភ្នូមួយដ៏អស្ចារ្យព្រះទនាងត្រៃណែច័ន្ទហុយហ្នឹងគឺទៅចុះសាច់ទូកពីជំនាន់ដើមនៅប្រណេតហ្នឹងហើយនឹងក្បាលទូកខ្សែទូកចុះខួងទៅចាស់ជំនាន់ហ្នឹងពីដើមទីជំនាន់ធ្វើទូកថ្មីហ្នឹងគាត់មានអាគមបើកសាច់បើកអីបញ្ចុះសាច់ជាប់ឈាមសាថ្មីថ្ងៃស្អែកយើងធ្វើក្រុងពលីហើយក្រុងពលីហ្នឹងយើងមានកីឡាករនិងពុទ្ធបរិស័ទដែលចូលរួមទាំងអស់គ្នាហ្នឹងឆ្ងាយចិត្តគឺគាត់មកទម្លាក់ទូកយើងមកសែងចេញពីកន្លែងហ្នឹងទៅខាងឆ្លប់ទ្រូ2014មកខ្ញុំជាកីឡាករចែវរហូតដល់ពី2024យ៉ាងនេះខាងមេក្បាលទូកគាត់អង្គុយលេងកើតគាត់ចាស់គាត់ឲ្យខ្ញុំអង្គុយស្នងពីគាត់ការហាត់សមចែវទូកពីដំបូងយើងស្រែកយអ3ដងស្រែកយអ3ដងទៅបានយើងឲ្យចែកជាសញ្ញាជិះទៅយើងគោះទូកពុកដើម្បីឲ្យកីឡាករនោះគាត់ចាប់ដើមត្រៀមប្រុងចេញប្រយុទ្ធហើយពេលដែលយើងចែវទៅគឺចែកយើងបោះមេមួយជ្រិចឲ្យកីឡាករគាត់ដឹងជាសញ្ញាដល់ពេលរៀងយូរបន្តិចបានយើងចាប់ដើមខានចែកមួយទីជិចបានយើងបុកប្រខ័ណ្ឌនឹងទុកពុកនឹកស្មារតីគាត់ឲ្យគាត់សម្រាប់គាត់ប្រុងព្រៀបឲ្យយើងបុកយុទ្ធទៀតបាទដល់ពេលជិចទៅដល់ពេលគាត់ប្រុងប្រយុទ្ធមកចែកយើងបោះមួយទីជ្រិចរហូតទៅដល់កងពាន់ទី3ដែលកងពាន់ទៅជាប់ស្រុកខ្មែរជាទូទៅគេលេងបណ្ដាំងទូកនៅពេលបុណ្យចេញវស្សាគឺថ្ងៃ15កើតខែអាសត់15កើតខែអាសត់ហើយហេតុម៉េចបានគេរើសលេងថ្ងៃហ្នឹងក្នុងរដូវកាលនៃការចេញវស្សាវាហាក់ដូចជារដូវបួសមួយអញ្ចឹងសម្រាប់ទាំងព្រះសង្ឃទាំងប្រជាជនខ្មែរពិសេសណាស់ដោយថាបុណ្យឲ្យតែថ្ងៃដល់បុណ្យចេញវស្សាស្រុកណាដែលនៅជាប់បឹងជាប់ស្ទឹងជាមួយទន្លេប្រជាជនដែលជាពុទ្ធបរិស័ទនេះពេលហ្នឹងសប្បាយនាំគ្នាលេងបណ្ណាំងទូកនៅពេលហ្នឹងអញ្ចឹងក្រោយចេញវស្សាមក
គេចាប់ផ្ដើមនៅតាមខេត្តមួយគេរៀបចំប្រមូលទូកទៅប៉ុណ្ណឹងគ្នាដើម្បីយកជើងខ្លាំងទៅមកប្រកួតគ្នានៅពេញតទៅទៀតណា ទូរទស្សនិកជនដែលកំពុងទស្សនានៅកម្មវិធីផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជាជាទីគោរពនិងជាទីមេត្រីនៅពេលនេះព្រះទីនាំងរថយន្តរបស់ព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងព្រះបាទសម្ដេចព្រះបរមនាថព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានចាក់ចេញតាមខ្លោងទ្វារជ័យឆ្ពោះមកកាន់ព្រះទីនាំងផែនៅក្នុងឱកាសដែលព្រះអង្គសពព្រះរាជហឫទ័យយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតនៅក្នុងព្រឹត្តិពិធីបុណ្យអុំទូកបណ្ដែតប្រទីបនិងអកអំបុកសំពះព្រះខែក្នុងថ្ងៃទី1នេះក្រោមការគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ប្រជុំនៃព្រះករុណាជាអង្គម្ចាស់ជីវលត្បូងព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះចៅក្រុងកម្ពុជាធិបតីជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំពោះការប្រណាំងទូកនៅវាំងចតុមុខយើងណាខ្ញុំសូមជម្រាបថាដែលមានព្រះរាជពិធីនេះគឺថាចាប់ពីព្រះរាជបកូនណានរោត្តមគឺការនឹងយើងមិនទាន់មានវាំងនៅភ្នំពេញនេះទេមិនទាន់មានវាំងចតុមុខទេគឺវាំងយើងនៅឧដុង្គនៅពេលដែលបកូនណានរោត្តមនេះលោកមកគង់នៅចតុមុខលោកចាប់ផ្ដើមរៀបចំដូចថាឲ្យមានកិច្ចពិធីគេហៅបុណ្យអុំទូកនឹងឲ្យវាធំដុំមែនតើគឺថាព្រះអង្គអត់មានយកស្អីមកពីណាឆ្ងាយទេគឺថាយកទំនៀមអ្នកស្រុកនឹងឯងប៉ុន្តែលោកចង់បង្រួមអាប្រពៃណីនៃអ្នកស្រុកហ្នឹងឲ្យមកជានិមិត្តរូបនៃជាតិដោយព្រះអង្គលោកធ្វើទៅឲ្យធ្វើទៅជាព្រះរាជពិធីហើយយើងឃើញគេហៅព្រះរាជពិធីបុណ្យអុំទូកបណ្ដែតប្រទីបអកអំបុកនិងសំពះព្រះខែចំពោះអ្នកស្រុកធម្មតានៅពីដើមមកនៅសៀមរាបក្តីនៅតាមតំបន់ផ្សេងក្តីពេលដែលចេញភាសាដែលគេលេងប៉ុណ្ណឹងទូកប៉ុណ្ណឹងអីយកឡើងគេបណ្ដែតកតងធ្វើពីស្លឹកចេកធ្វើពីដើមចេកដើម្បីមកដល់វាំងភ្នំពេញវាហួសពីអ្នកស្រុកព្រោះព្រះរាជពិធីអញ្ចឹងប្រទីបសិតតែទូកធំកប៉ាល់ធំហើយដាក់ភ្លើងអគ្គិសនីអីគឺដើម្បីបង្ហាញពីសក្តានុពលនៃអាណត្តិព្រះរាជាណាចក្ររបស់យើងនេះក្រសួងស្ថាប័នយើងមួយនេះមិនចឹងក្រសួងកសិកម្មមានរបស់គេវប្បធម៌មានរបស់គេអប់រំមានមួយអញ្ចឹងពេលហ្នឹងគឺជាពេលដែលបង្ហាញអញ្ចឹងហើយបានជាទៅពេលដែលយប់ឡើងគេដើរលេងយើងឃើញសិតតែភ្លើងទូកសិតភ្លើងអីបណ្ដែតពេញទៅលើទៅយើងមិនសប្បាយអាហ្នឹងវាជាការបន្ថែមណាវាអត់មានពាក់ព័ន្ធអីជាមួយនឹងកិច្ចពិធីអីទេវាជាការបន្ថែមធ្វើឲ្យយើងសប្បាយរីករាយធ្វើឲ្យពិធីហ្នឹងវាកាន់តែអធិកធម៌ហ្នឹងទេហ្នឹងហើយអកអំបុកសំពះព្រះខែហ្នឹងជាទំនៀមដែលមានយូរមកហើយអ្នកស្រុកជាទូទៅគឺឲ្យតែដល់ថ្ងៃ15កើតខែកដឹកហ្នឹងគឺធ្វើឲ្យអកអំបុកណាពេលដែលពិធីអកអំបុកហ្នឹងអ្នកដែលដើរតួសំខាន់មិនមែនមនុស្សចាស់ទេគឺក្មេងយុវជនអ្នកទាំងអស់ហ្នឹងជាតួអង្គសំខាន់មិនមែនចាស់គ្រាន់តែមកជួយប្រាប់គាត់ប្រាប់ថាបើប្រុសហ្នឹងគេចាប់បង្អកស្រីទៅងើយទៅលើហើយសម្លឹងទៅប្រខែស្រីដូចគ្នាបើចាប់បង្អកប្រុសហ្នឹងត្រូវហាមាត់ឲ្យធំទៅហើយភ្នែកមើលទៅប្រខែហើយលេបអំបុកហ្នឹងចូលទៅគឺពេលហ្នឹងអំបុកហ្នឹងវាជានិមិត្តរូបនៃលោកខែនឹងដែរគឺថាយើងអកភាពពេញលេញបរិបូរដូចលោកខែដែលកំពុងតែពេញវងពេញលេញមែនតើហ្នឹងអកប្រខែហ្នឹងឲ្យចូលទៅក្នុងខ្លួនបាទទុកព្រះទីនាំងរបស់ស្រែងដែតរបស់ខ្ញុំនេះគឺដោយឡែកពីទុកគេដតីទុកគេរបៀបបើយើងនិយាយថាគេអ្នកតាឬក៏ព្រាយអ្នកគ្រប់គ្រងតែទុកយើងបារមីបាទសំបីតែខកសម្លៀកបំពាក់ហ្នឹងក៏មិនមែនចេះតែនឹកឃើញថាចង់ទៅពាក់ខោឲ្យបានអត់ទេប៉ុន្តែបើក្រុមហ៊ុនគេឧបត្ថម្ភយកបាទគេឲ្យពាក់សារឲ្យគេថតដើម្បីផ្សាយពាណិជ្ជកម្មឲ្យគេបានតែដាច់ខាតគឺឯកសណ្ឋានរបស់ទុកខ្ញុំគឺអាវពណ៌លឿងទុំហ្នឹងហើយខោពណ៌លជីមជ្រូកហើយអាវហ្នឹងមិនមែនអាវយើងចេះតែកាត់ទេគឺសុំហង្ស័ករបស់ប្រជាធំហ្នឹងយកមកកាត់ចែកកូនចៅហើយដូចកម្មាជូតក្បាលកម្មាក្រហមហ្នឹងគឺហង្ស័កដែរបើយើងមិនជឿចង់ដឹងសាកដៅកន្លងមើលតែមានបញ្ញាភ្លាមអញ្ចឹងបងប្អូនកូនចៅកីឡាករទាំងយូរនិយាយលោកតាដែលទៅជាមួយហ្នឹងក៏គាត់មានជំនឿខ្លាំងសុំឈ្នះជួយជំនួសបងតបមកតបកដែលយូរណាឆេវឆាវកុំភីទៀតមនុស្សចង់ឈ្នះមិនព្រមឈ្នះដោយកាយវិការចិត្តទេឈ្នះដោយផ្លូវគំនិតអាក្រក់វាមិនបានល្អនោះទេយល់ទេញោម
មើលឃើញតែមិត្តមកតាមហើយមិត្តបហុទៅទៀតហើយចឹងអាត្មាសូមអោយពរអោយជ័យសិរីសុខស្ដីដល់ញោមគ្រប់គ្នាឲ្យមានកម្លាំងពុពលសូមឲ្យញោមមានជ័យជំនះឈ្នះអស់គ្រប់ថ្ងៃសម្រាប់គូជាបន្ត160ខ្សែទឹកខាងក្រៅ334ព្រះទីនាំងសារាយអណ្ដែតចង្ហាន់ហុយរបស់ខេត្តកំពង់ឆ្នាំងរីឯខ្សែទឹកខាងក្នុង330ពេជ្ររស្មីសេរីសុភ័ណ្ឌរបស់ខេត្តកំពង់ឆ្នាំងដូចគ្នាចាឥឡូវនេះឃើញថាទូកខ្សែទឹកខាងក្រៅ334នេះព្រះទីនាំងសារាយអណ្ដែតចង្ហាន់ហុយពាក្យថាចង្ហាន់ហុយបានន័យថាទូកលឿនណាចាំបានន័យថាទូកលឿនមែនតើណាបងប្អូនឥឡូវកំពុងលឿនលយមែនបដូរទៅនៅខ្សែទឹកខាងក្រៅនៅតែល្អទៅលើពេជ្ររស្មីសេរីសុភ័ណ្ឌចាកំពុងឆ្នាំងដូចគ្នាតែខុសទៅវត្តទេនៅក្នុងឆ្នាំនេះកីឡាករកីឡាការិនីប្រណាំងទូកដែលមានចំនួន348ទូកស្មើនឹងចំនួនមនុស្ស22,042 នាក់គឺកើនជាងឆ្នាំ2023ចំនួន11ទូកស្មើនឹងកីឡាករកីឡាការិនីចំនួន1,623 នាក់វិលទៅគូទី160វិញបាទខ្សែទឹកខាងក្រៅបាទខ្សែទឹកខាងក្រៅគឺព្រះទីនាងសារាយអណ្ដែតចង្ហាន់ហុយចំណែកឯបាទពពករស័តបាទរបស់អរិយស័តខេត្តកណ្ដាលបាទនៅខ្សែទឹកខាងក្នុងបាទគាត់កំពុងតែលេងគ្នាមើលចុងចង្វាស្រោះគ្នាល្អណាស់បាទខាងក្នុងយ៉ាងមិនដែរបាទយើងឃើញគាត់មួយទេប៉ុន្តែលើកមកវឹបនោះមិនព្រមដែរទេបាទកំពុងតែសណ្ដោកខ្លួនឆ្ងាយមែនទែនបាទពីគូប្រកួតរបស់ខ្លួនឥឡូវនេះបាទគឺពពករស័តបាទកំពុងតែធ្វើដំណើរដល់ទីប្រទៅហើយទូកប៉ុណ្ណឹងដូចថាបានរង្វាន់បានអីប៉ុន្តែក្រៅតែពីហ្នឹងវាជាមោទនភាពប្រចាំស្រុកប្រចាំអីទូកយើងបានឈ្នះគេហើយអារឿងលួយកាក់ដូចថាជាការឧបត្ថម្ភពីក្រុមអ្នកចាត់ចែងគណៈកម្មការបុណ្យជាតិអីវាមិនប្រមាណទេហើយប៉ុន្តែដែលសំខាន់គឺរឿងកិត្តិយសរឿងសប្បាយរឿងថាយើងបានឈ្នះគេហើយអីនោះនឹងអាហ្នឹងដែលសំខាន់បាទទូកយើងមិនបានជ័យជំនះរវាង3ថ្ងៃដោយសារទូកយើងចាស់ទ្រុឌទ្រោមចឹងទូកឥឡូវនេះគេមានទូកថ្មីច្រើនបាទចឹងមិនអាចទទួលយកជ័យគ្រប់ពេល3ថ្ងៃទេបានតែ1ថ្ងៃទេទូកយើងចាញ់ក៏យើងមានអារម្មណ៍ដល់ការសប្បាយរីករាយដោយសារយើងបានចូលរួមនៅក្នុងកម្មវិធីបុណ្យអុំទូកអបមុខស្ទះប្រខែក្នុងមួយឆ្នាំមានតែម្ដងចាញ់ឆ្នាំនេះក៏យើងវាមិនបានយកទៅអ្វីដែលជាធំដុំទេគ្រាន់តែថាចូលរួមនៅក្នុងកម្មវិធីជាប្រពៃណីរបស់ខ្មែរយើងបុណ្យអុំទូកអមមុខនេះឲ្យទូកយើងមួយឆ្នាំចេញបានម្ដងអញ្ចឹងគាត់មានការសប្បាយរីករាយទាំងកីឡាករទាំងអ្នកស្រុកអ្នកភូមិបានអបអរសាទរចូលរួមសប្បាយក្នុងរយៈពេល3ថ្ងៃហ្នឹង